បងប្អូនអរគ្នាដោយសារតែវីដេអូដែលខ្ញុំនិយាយពីរឿងកូន delay speak ទៅគឺខ្ញុំទទួលបានសារច្រើនមែនតើពីបងប្អូនយើងចាស្រីខ្ញុំច្រើនជាបងប្អូនខ្ញុំតែម្ដងជួបបងប្អូនខ្ញុំអញ្ចឹងគាត់ថាគាត់កំពុងតែជួបបញ្ហាដូចដែលខ្ញុំធ្លាប់ឆ្លងកាត់4-5 ឆ្នាំមុនអញ្ចឹងគាត់សុំជាមតិយោបល់ហើយដោយសារតែមានអ្នកសួរច្រើនអញ្ចឹងទៅខ្ញុំសូមធ្វើជាវីដេអូមួយនេះឆ្លើយតបទៅបងប្អូនទាំងអស់គ្នាណាដែលគាត់មានកូនដែលនិយាយយឺតចាដោយសារតែយើងប្រើច្រើនភាសាឬក៏ក្នុងលក្ខខណ្ឌណាក៏ដោយចាដែលកូននេះថាដល់វ័យដែលត្រូវនិយាយហើយកូនយើងនិយាយយឺតយើងអត់អាចដូចថាពជាពេលបានទេព្រោះខ្ញុំជឿថាពេលខ្លះកូនយើងនិយាយយឺតចឹងទៅអ្នកផ្ទះគាត់ថាអូមកពីជំនាន់ចាយើងនៅក៏ការយើងនៅក្មេងក៏យើងនិយាយយឺតឬក៏ការប្តីយើងនៅក្មេងគាត់និយាយយឺតអញ្ចឹងវាអាចទៅជាថាគាត់គិតថាជារឿងធម្មតាប៉ុន្តែការពិតគឺអត់ធម្មតាទេអញ្ចឹងបើសិនជាក្នុងករណីកូនក្មេងដល់វ័យដែលគាត់ត្រូវនិយាយត្រូវស្ដីហើយគាត់អត់បាននិយាយគឺជារឿងមួយដែលយើងជាពុកម្ដាយនេះ concern ខ្លាំងមែនតើដែលយើងត្រូវតែចាប់ផ្ដើមយកចិត្តទុកដាក់ដើម្បីជួយជំរុញគាត់ក្នុងការនិយាយស្ដីរបស់គាត់អញ្ចឹងថ្ងៃនេះវីដេអូនេះខ្ញុំនឹងប្រាប់ពី tip ដែលខ្ញុំបានប្រើកន្លងមកជាមួយកូនខ្ញុំឲ្យគាត់ចាប់ផ្ដើមតាំងពីគាត់អត់សូវនិយាយរហូតដល់គាត់ឥឡូវនេះនិយាយឡើងខ្ជិលស្ដាប់ហ្មងអ្នកនរគ្នាអញ្ចឹងខ្ញុំមាន tip មួយចំនួននេះដែលខ្ញុំប្រើទី1ហ្នឹងគឺខ្ញុំព្យាយាមនិយាយតែមួយភាសាជាមួយកូនខ្ញុំបាននិយាយនៅក្នុងវីដេអូមុនអញ្ចឹងគឺខ្ញុំលែងលាយឡំគ្នាទាំងអស់គ្នាគឺខ្ញុំសម្រាប់ចិត្តថាខ្ញុំនិយាយតែជាភាសាអង់គ្លេសជាមួយកូនគឺខ្ញុំនិយាយថាភាសាអង់គ្លេសជាមួយកូនហ្មងហើយបើខ្ញុំនិយាយជាបើសិនជាបងប្អូនខ្លះដែលគាត់នៅស្រុកខ្មែរឬគាត់ចង់និយាយភាសាខ្មែរជាភាសាគោលបងប្អូនអាចនិយាយជាភាសាខ្មែរតែភាសាខ្មែរមួយភាសាទៅកាន់គាត់កុំលាយឡំអញ្ចឹងណាបើសិនជាកូនយើងគាត់ delay speech ហ្នឹងគឺមានន័យថាឧទាហរណ៍ថាកូនក្មេងត្រូវ2ឆ្នាំចាប់ផ្ដើមចេះនិយាយ2ឆ្នាំកន្លះចាប់ផ្ដើមចេះនិយាយចេះអីច្រើនតែកូនយើងអត់និយាយសោះដូចថាមួយម៉ាត់ចឹងអាហ្នឹងក៏គេរាប់ថា delay speech ដែរហើយកូនក្មេងដូចថា2ឆ្នាំកន្លះ3ឆ្នាំអញ្ចឹងគឺនិយាយភាគច្រើននិយាយបានខ្លងឃ្លាហ្មងតែកូនយើងនិយាយអត់បានទេអាហ្នឹងទាំងអស់គ្នាអាចសង្កេតខ្លួនឯងបានហើយវិភាសាបន្ថែមទៀតជាមួយនឹងប៉ែតដែលយើងយកកូនយើងទៅពិនិត្យសុខភាពដូចថារាល់ឆ្នាំឬក៏6ខែម្ដងអញ្ចឹងtip ទី2ដែលខ្ញុំធ្វើនោះគឺខ្ញុំឈប់និយាយពាក្យខ្លីៗគឺមានន័យថាខ្ញុំកន្លងមកពេលខ្ញុំនិយាយមួយកូនអញ្ចឹងខ្ញុំច្រើនណា Timmy បាយរបៀបអញ្ចឹងគឺមានន័យថាគាត់យល់ថានឹងញ៉ាំបាយឬក៏ Timmy dinner Timmy rice របៀបអញ្ចឹងឬក៏ Timmy strawberry របៀបថាខ្ញុំអត់ប្រើពាក្យពេញអញ្ចឹងទាំងអស់គ្នាអាចប្រើ tip ទី2គឺព្យាយាមនិយាយជាមួយកូនឃ្លោងឃ្លាលក្ខណៈថា Timmy ឧទាហរណ៍អ្នកនរគ្នាស្ដាប់ថាខ្ញុំចិត្ត strawberry ឲ្យកូនហើយខ្ញុំសួរខ្ញុំប្រាប់ថា Timmy ម៉ាមីចិត្ត strawberry ហើយឲ្យកូនឯងមកញ៉ាំមកនេះញ៉ាំនៅ strawberry ម៉ាមីទុកនៅលើនេះហើយនេះទឹកអញ្ចឹងនៅពេលដែលខ្ញុំព្យាយាមនិយាយជាមួយគាត់ជាឃ្លោងជា clear ទៅគឺអានឹងជា tip ដែលខ្ញុំប្រើហើយមួយទៀតព្យាយាមនិយាយមួយគាត់ឲ្យបានច្រើនដូចថាសួរនាំគាត់ថាកូនឯងចង់ញ៉ាំអីថ្ងៃហ្នឹងម៉ាមីចង់ធ្វើម្ហូបកូនឯងចង់ញ៉ាំអីប្រាប់ម៉ាមីធ្វើឲ្យឬក៏យើងបបួលគាត់លេងនេះលេងនោះដែលជាមានសកម្មភាពចាឲ្យយើងនិយាយមួយចំណុចទី3ដែលខ្ញុំធ្វើនោះគឺខ្ញុំច្រើនតែលេងដូចថាសំណួរចម្លើយមួយកូនណារបៀបថាធ្វើសួរគាត់1+1ប៉ុន្មានតើ1+1ស្មើប៉ុន្មានណា1+1ស្មើប៉ុន្មាននេះខ្ញុំអត់និយាយខ្លីអញ្ចឹងបងប្អូនខ្ញុំនិយាយរបៀបថាខ្ញុំនិយាយជាភាសាអង់គ្លេសប្រាប់គាត់ថាចុះបើយើងយកលេខ1ទៅបូកនឹងលេខ1តើយើងទទួលបានប៉ុន្មានឬក៏ខ្ញុំនិយាយជាឧទាហរណ៍ថាម៉ាមីមាន apple ទៅថាមានផ្លែប៉ោម2អញ្ចឹងម៉ាមីឲ្យទៅ Natalie អស់មួយតើម៉ាមីសល់ប៉ោមប៉ុន្មានរបៀបខ្ញុំព្យាយាមនិយាយរបៀបជាសំណួរជាដូចថាខ្លងឃ្លាមួយគាត់ណាអ្នកនរគ្នាដើម្បីឲ្យគាត់ចាប់បានច្រើនហើយបន្ទាប់ពីការព្យាយាមប្រឹងប្រែងបងប្អូនគាត់សួរខ្ញុំដែរក៏សួរថាបន្ទាប់ពីខ្ញុំព្យាយាមអញ្ចឹងមកតើកូនខ្ញុំចំណាយពេលរយៈប្រហែលដែលកូនខ្ញុំអាចគាត់ចាប់ផ្ដើមអាចនិយាយបានធម្មតាទៅប៉ែតទៅអីចឹងទៅប៉ែតសួរនាំអីគាត់ឆ្លើយបាននិយាយគាត់ឈប់ delay speech ហ្មងហ្នឹងគឺខ្ញុំចំណាយពេលរយៈពេល6ខែទៅ8ខែអ្នកនរខ្ញុំចង់ប្រាប់អ្នកនរគ្នាថាវាអត់ងាយស្រួលទេពីព្រោះក្មេងដែលគាត់ delay speech យើងនិយាយគាត់អត់សូវចង់និយាយមួយយើងអញ្ចឹងយើងត្រូវឲ្យមានភាពអត់ធ្មត់ឲ្យមែនតើអញ្ចឹងយើងរៀងអត់ធ្មត់ឲ្យខ្លាំងតិចជាមួយនឹងកូនអញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូមួយនេះនឹងអាចជាការចែករំលែកមួយទៅកាន់បងប្អូនទាំងអស់គ្នាហើយខ្ញុំចង់ប្រាប់អ្នកនរគ្នាថាកូនគឺជាកូនរបស់អ្នកទាំងអស់គ្នាតែបើសិនជាកូនមានបញ្ហាអីការលូតលាស់យឺតយ៉ាវអីណាមួយគឺអត់មានអ្នកណាអត់មានអ្នកណាទាំងអស់ដែលពិបាកជាងគេគឺក្រៅពីអ្នកទាំងអស់គ្នាអញ្ចឹងសម្ដីអ្នកជុំវិញខ្លួនកុំសូវយកមកដាក់ចូលក្នុងចិត្តច្រើនពេកយើងយល់ថាគេប្រាប់យើងគេចង់ឲ្យយើងល្អប៉ុន្តែលក្ខខណ្ឌរបស់ក្មេងម្នាក់គឺអត់ដូចគ្នាទេអ្នកខ្លះគាត់និយាយថាចែកក្មេងដូចกระดาษសអញ្ចឹងបរិញ្ញាក៏ចេះដែរដាក់ស្អីក៏ចូលដែរប៉ុន្តែយើងត្រូវសួរខ្លួនឯងវិញថាតើវាចាំបាច់អត់ដែលយើងត្រូវបខំខួរក្បាលក្មេងថ្នាក់ហ្នឹងអញ្ចឹងណាអាហ្នឹងអ្វីដែលខ្ញុំចង់ប្រាប់អ្នកគ្នាថាកូនរបស់យើងអញ្ចឹងបើសិនជាកូនយើងមានបញ្ហាមិនប្រក្រតីណាមួយគឺយើងនឹងពិបាកជាងគេអញ្ចឹងរឿងខ្លះដែលយើងគិតថាវាមិនចាំបាច់ទាំងអស់គ្នាអាចដកវាចេញបានដកចេញទៅកុំឲ្យធ្ងន់ខួរក្បាលកូនពេកក៏ដូចជាធ្ងន់ខួរក្បាលខ្លួនឯងដែរធីបខ្ញុំគឺមានតែប៉ុណ្្នឹងទេអញ្ចឹងអ្វីដែលខ្ញុំប្រាប់អ្នកគ្នាបានកូនខ្ញុំចាប់ផ្ដើមរៀងដូចថានិយាយរៀងមានខ្លងឃ្លាហ្នឹងគឺបន្ទាប់ពីការព្យាយាមរបស់ខ្ញុំបាន2-3ខែអញ្ចឹងបងប្អូនប៉ុន្តែបន្ទាប់ពីដែលខ្ញុំ notice ថាគាត់ប្លែកខ្លាំងហ្មងគឺ6-7ខែហ្នឹងគឺគាត់និយាយច្រើននិយាយដូចក្មេងទូទៅគឺថានិយាយច្រើនតែម្ដងឡើងយើងលក្ខណៈថាអូឡើងហត់នឹងឆ្លើយអ្នកនរគ្នាខ្ញុំទទួលស្គាល់ថាបងប្អូនដែលគាត់នឹងជួបបញ្ហាបែបហ្នឹងគឺវាអត់ស្រួលទេសម្រាប់យើងជាឪពុកជាម្ដាយប៉ុន្តែ it's okay អញ្ចឹងទាំងអស់គ្នាយ៉ាងហោចណាទាំងអស់គ្នាបានមានអ្នកប្រាប់ថាអូខេនេះបទពិសោធន៍ខ្ញុំជួបអញ្ចឹងការខ្ញុំវិញអស់ខ្ញុំមិនដឹងទៅសួរអ្នកណាទេក្រៅពីសួរប៉ែតអញ្ចឹងទៅខ្ញុំក៏គិតថាអូខេបើសិនជាខ្ញុំអាចចែករំលែកបានចាសំឡេងរបស់ខ្ញុំបើសិនជាអាចជួយ
ជាការរំសាយចាកង្វល់របស់អ្នកទាំងអស់គ្នាបានខ្លះជាមួយនឹងរឿងមានប្រយោជន៍អញ្ចឹងខ្ញុំគិតថាខ្ញុំចង់ចែករំលែកអញ្ចឹងណាអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនចូលចិត្តវីដេអូមួយនេះហើយខ្ញុំសង្ឃឹមថាវីដេអូមួយនេះក៏បានឆ្លើយទៅសំណួរបងប្អូនដែលគាត់ comment ក៏ដូចជាគាត់បានផ្ញើសារសួរនៅក្នុង inbox អញ្ចឹងណាអរគុណច្រើនជម្រាបលាបាយបាយ